នឹងចូលដល់វីដេអូនេះសូមបងប្អូនអរគ្នាជួយចុច Subscribe Channel របស់ខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗទាំងអស់គ្នាអរគុណបាទជំរាបសួរសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមកប្រាប់បងប្អូនដែលមានបញ្ហាជាមួយនឹង Telegram ដែលផ្ញើរូបឬក៏ផ្ញើវីដេអូទៅវាអត់ចេញជាវីដេអូឬអត់ចេញជារូបទេវាចេញទៅជា sticker ចេញដូចរូបដែលយើងដាក់ sticker អីហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញពីបញ្ហាដែលថាបងប្អូនអរគ្នាផ្ញើទៅវាចេញជា sticker វិញអញ្ចឹងជាដំបូងបងប្អូនអរគ្នាចូល Telegram មកអូខេអញ្ចឹងបងប្អូនចង់ផ្ញើរម្នាក់ណាថាបងប្អូនចង់ផ្ញើទៅដូចខ្ញុំមានណាផ្ញើទៅទេខ្ញុំផ្ញើមក Telegram ខ្លួនឯងអញ្ចឹងបើបងប្អូនអូខេបងប្អូនចុចមកបងប្អូនឃើញចេះមែនអត់អញ្ចឹងវាជាដោយសារតែបងប្អូនចុចទៅវាជាកន្លែងនេះកន្លែងខ្ញុំដាក់នេះដាក់មកលើនេះវាជាអានេះជំនឿណាបងប្អូននេះវាជាកន្លែង create sticker នេះទៅពេលវាជាប់ទៅបងប្អូនចង់ផ្ញើរូបផ្ញើអីទៅគឺវាអត់បានជារូបភាពទេវាទៅជា sticker ដោយសារតែវាជាបែបនេះនេះពេលផ្ញើទៅនេះឧទាហរណ៍ថាបងប្អូនឃើញរូបចឹងឯងតែពេលបងប្អូនចុចផ្ញើទៅរូបធម្មតាអីទេតែពេលតែផ្ញើទៅវាទៅចេញ sticker អីណាឆ្កុយអញ្ចឹងនេះដូចរូបនេះខ្ញុំផ្ញើទៅនេះចេញ sticker ចេះអញ្ចឹងបងប្អូនមុននឹងផ្ញើបងប្អូនកន្លែងមើលកន្លែងនេះកន្លែងនៅឆ្វេងដៃនេះអារូបដូចកវលដូចអីហ្នឹងបងប្អូនចុចពីលើវាហ្នឹងមកអូខេហើយបងប្អូន select មើលវានេះមើលតាមនេះមានអីអត់អញ្ចឹងបងប្អូនមើលវាម្ដងទៀតមកនេះចុះវាមានអីទេអត់មានឈ្មោះថា sticker អីទេបើបងប្អូនចាប់លេខ sticker វាដាក់ថា sticker តែនេះគឺបានចាប់ទេអញ្ចឹងបងប្អូនផ្ញើមកអូខេផ្ញើនេះមួយឃើញអត់អញ្ចឹងវាចេញជារូបភាពហើយអញ្ចឹងបងប្អូនពេលផ្ញើទៅបញ្ជាក់មែនទេបើសិនបងប្អូនចាប់កន្លែងនេះពេលផ្ញើទៅនេះកន្លែងអក្សរនេះកន្លែងនេះវាដាក់ថា create sticker from a photo តែសិនបងប្អូនអត់ចាប់ទេបងប្អូនផ្ញើកន្លែងនេះកន្លែងឆ្វេងដៃនេះវាមានអីទេវាដាក់ថា reason ហ្នឹងឯងអញ្ចឹងវាមានអីទេវាមានអីតែថាយើងអត់យល់វាទេអញ្ចឹងងាយទេបងប្អូនអញ្ចឹងបងប្អូនមើលវីដេអូនេះចប់ហើយអាចទៅសាកមើលបានហើយវីដេអូនេះធ្វើសម្រាប់តែបងសម្រាប់តែបងប្អូនអត់ចេះណាហើយអ្នកចេះហើយអាច skip ចូលទៅហើយវាមានអីត្រូវសំខាន់នេះបើយើងចេះហើយតែបើអ្នកអត់ចេះមើលលេងៗទៅកុំឲ្យយើងឆ្ងល់ថ្ងៃក្រោយអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាជួយចុច Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីឲ្យ Channel របស់ខ្ញុំឆាប់គ្រប់គោលការណ៍អរគុណច្រើនជម្រាបលា